បងប្អូនអញ្ចឹងនេះខ្ញុំមកដូរតម្រងប្រិមសុទ្ធ Vigo ដោយសារតែខ្ញុំឆែកមើលទៅឃើញថាតម្រងរបស់គាត់មានកកអញ្ចឹងឥឡូវមកមើលខ្ញុំដោះទាំងអស់គ្នាអញ្ចឹងតម្រងប្រិមសុទ្ធបងប្អូនខ្លះគាត់យល់ច្រឡំថាយើងដូរទាំងអាម្ដុំខ្មៅនេះតាមពិតអត់ទេបងប្អូនយើងដូរតែกระดาษខាងក្នុងឯងអញ្ចឹងតម្រងប្រិមសុទ្ធគេមានអាយុកាលកំណត់របស់គេដែលគេត្រូវដូរចេញបងប្អូនប៉ុន្តែជាទូទៅពេលដែលផ្លាស់ប្ដូរប្រេម៉ាស៊ីនខាងខ្ញុំគឺជាងឆែកមើលជាប្រចាំជួនកាលវាអត់តដល់អាយុកាលមែនតែបងប្អូនចាក់ទៅម៉ាសុទ្ធខ្លះវាអត់ស្អាតណាអញ្ចឹងវាធ្វើឲ្យកកកោចឹងអូរឿងតង់បងប្អូនឡាននេះគាត់អត់ដែរដូរទេមកទៅប្រហែលជាអត់ដែរគាត់យូរអត់ងាយបានដូរមកចឹងនេះយើងដោះប្រហូរចេះមកអានេះខ្ញុំអត់បានដាក់ឲ្យបងប្អូនមើលតាមពិតខ្ញុំប្រហូរទៅមើលនៅដបទឹកសុទ្ធវាកកខ្លាំងបងប្អូនណាដោះសុទ្ធតែដីបងប្អូនអើយនេះចាំមើលយើងអ៊ុតមើលទាំងអស់គ្នាបងប្អូនដល់ខ្មៅងូហ្មងមើលបើកអាថ្មីទៅចាំតិចនេះបងប្អូនតម្រងថ្មីខុសគ្នាខ្លាំងហើយបងប្អូនខុសគ្នាខ្លាំងមែនតើតម្រងនេះអញ្ចឹងយើងចាប់ផ្ដើមសម្អាតអានេះសិននេះបងប្អូនអញ្ចឹងខ្ញុំផ្លុំសម្អាតស្អាតហើយនេះខាងក្នុងក៏អីគឺយើងសម្អាតស្អាតហ្មងអត់មានឲ្យមានដីអីទៀតទេអញ្ចឹងយើងដាក់រិញទៅវិញហើយតម្រងថ្មីយើងនេះផ្លុកហើយព្រួញនេះគេមានព្រួញគេបងប្អូនណាគេមិនចេះតដាក់ណានេះព្រួញគេកន្លែងនេះឲ្យជាប់ជាមួយអាព្រួញនេះអញ្ចឹងគេដាក់មកចេះព្រួញគេ3នេះអញ្ចឹងមិនចូលកលិអីអូខេហើយយើងចាប់កន្ទុយត្រីទៅវិញកន្លែងនេះគឺកន្លែងដែលយើងបោះហូរមើលប្រិមសុទ្ធណាពេលដែលយើងឆែកមើលគឺយើងឆែកតាមនឹងអញ្ចឹងប៉ុណ្ណេះគឺអូខេហើយតោះយើងទៅចាប់នៅឡានវិញនេះយើងដាក់ចេះមកអត់បបាយបងប្អូនមានរំការដូរត្រង់ប្រិមសុទ្ធនេះអត់មានអីបាយប៉ុន្តែអីដែលពិបាកគឺតាមប្រភេទឡានបើយើងសពខ្យល់វាអត់អស់វានៅមានខ្យល់វាចូលខ្យល់ដែលអត់ឆេះហ្នឹងបងប្អូនណាបាក់តែពេលយើងសពឯងបើយើងសពអត់ដល់ដែលអត់ឆេះទេអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមដាក់ទៅវិញដាក់ឲ្យត្រូវកន្លែងដើមវាវិញអញ្ចឹងយើងដោតអីឲ្យស្អាតមកហើយយើងសបឲ្យតឹងមកសុទ្ធមកឲ្យដល់ពេលយើងសបទៅដឹងហ្មងបងប្អូនតឹងហើយអញ្ចឹងពេលដែលខ្ញុំបញ្ឆេះខ្ញុំនឹងសបថែមទៀតអញ្ចឹងវីដេអូដូរតម្រងប្រិមសុទ្ធរបស់ខ្ញុំមានប៉ុណ្្នឹងឯងបងប្អូន